ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនរបស់ខ្ញុំទៅឡើងលេងនៅភ្នំនៅស្រុកស្វីសនៅលើទីក្រុងឈ្មោះថាលេសាំងហើយនៅលើភ្នំនោះមានកម្ពស់2048ម៉ែត្រនេះយើងមកដល់ជើងភ្នំហើយយើងត្រូវឡើងទៅដល់ស្ថានីយ៍ជិះកត្រកហ្នឹងដើម្បីយើងឡើងទៅលេងលើកំពូលភ្នំហ្នឹងបងប្អូននេះកត្រកដែលសម្បូរទៅដោយមនុស្សទៅលេងជិះស្គីឬក៏ snowboard អញ្ចឹងទៅនេះកត្រករបស់ពួកយើងក៏បានមកដល់ហើយបុរសម្នាក់ហ្នឹងគាត់គឺជាបុគ្គលិកដែលធ្វើការនៅទីនោះគាត់ចាំមើលថែរក្សាសុវត្ថិភាពរបស់ភ្ញៀវអតិថិជនដែលចូលទៅលេងហ្នឹងបងប្អូនឥឡូវយើងនាំគ្នាឡើងជិះកត្រកទាំងអស់គ្នាចាបងប្អូននៅខាងក្រោមនេះអត់សូវខ្ពស់ប៉ុន្មានទេចឹងបានអត់សូវសម្បូរព្រិលពេលយើងឡើងកាន់ទៅលើកាន់តែខ្ពស់គឺមានព្រិលកាន់តែច្រើនព្រោះអីមួយអាទិត្យមុនហ្នឹងមានមេឃភ្លៀងហើយមេឃបើកថ្ងៃអញ្ចឹងទៅព្រិលបានរលាយអស់មើលភាពធំទៅហើយនេះបងប្អូនមើលកត្រកគេយើងជិះឡើងទៅលើហ្នឹងបងប្អូនទេសភាពគឺថាស្អាតហ្មងខែក្តៅក៏ស្អាតខែត្រជាក់ក៏ស្អាតដែរបងប្អូននេះយើងបានឡើងមកដល់ហើយបងប្អូនមើលឃើញទេសភាពគេទេហើយរេស្តូរ៉ង់ហ្នឹងគឺរេស្តូរ៉ង់ដែលគេបង្វិលជុំ360ដឺក្រេយើងអាចមើលទេសភាពបានមួយជុំតែម្ដងហើយសម្បូរក្មេងៗគេឡើងមករៀនជិះស្គីណាបងប្អូននេះមើលគេជិះហ្នឹងបងប្អូនខ្ញុំមិនទាន់តែបានហ៊ានជិះទេចាំមើលថ្ងៃក្រោយអាចមានពេលអាចនឹងហាត់រៀនជិះស្គីនឹងគេដែរបងប្អូនមើលទេសភាពគេនេះយើងមើលទៅដល់ក្រុងតូចៗនៅខាងក្រោមហើយនឹងភ្នំដែលមានទឹកកកនៅធ្លាក់ពីលើហ្នឹងគឺស្អាតខ្លាំងណាស់ជួភ្នំគេហ្នឹងគឺសិតតែមានឈ្មោះទាំងអស់ប៉ុន្តែខ្ញុំអត់ចាំឈ្មោះទាំងអស់ទេភ្នំដែលខ្ញុំចាំគឺភ្នំដងដឺមីឌីនេះគឺជាលក្ខលេម៉ង់ឬក៏ហៅឈ្មោះថាបឹងលេម៉ង់ដែលនៅស្រុកស្វីសហ្នឹងបឹងហ្នឹងធំខ្លាំងណាស់ដែលភ្ជាប់នឹងប្រទេសយូណៅប្រទេសបារាំងហើយនឹងនៅស្រុកឡូហ្សានយើងមើលឃើញទេសភាពពីលើទៅនេះមើលពីខាងលើទៅនេះឡើងដល់កំពូលណាបងប្អូន2048ម៉ែត្រគឺថាស្អាតខ្លាំងណាស់បងប្អូនទេសភាពបន្ទាប់ពីដើរខាងក្រៅអស់ចិត្តហើយយើងក៏ឡើងមកចូលនៅក្នុងរេស្តូរ៉ង់នេះគឺជារេស្តូរ៉ង់ដែលគេបង្វិលជុំ360ដឺក្រេដែលខ្ញុំបានប្រាប់ពីខាងមុខហ្នឹងណាយើងអង្គុយនៅក្នុងហ្នឹងមើលទេសភាពជុំវិញហ្នឹងមើលឃើញគេលេងជិះស្គីអញ្ចឹងទៅបងប្អូនយើងអាចមកញ៉ាំទឹកឬញ៉ាំភេសជ្ជៈអីអញ្ចឹងឬក៏មានម្ហូបសម្រាប់ញ៉ាំបានផងដែរនេះបងប្អូនចាំមើលណាវីដេអូដែលខ្ញុំថតទុកក៏ចាំមើលថារេស្តូរ៉ង់ហ្នឹងវាបង្វិលជុំបានរយៈពេលប៉ុន្មាននេះគឺខ្ញុំដាក់កាមេរ៉ានៅមើលកន្លែងនេះបងប្អូនចាំមើលទៅថាវានឹងវិលជុំហើយវានឹងវិលតុកយើងហួសតុកយើងតែម្ដងបងប្អូនបងប្អូនក៏ខ្ញុំចាប់ផ្ដើមវិលបដាហើយណាវីដេអូនេះខ្ញុំធ្វើវារៀងលឿនតិចមិនអញ្ចឹងទេត្រូវចំណាយពេលយូរប្រហែលជា2នាទីជាងគ្រាន់តែថតវីដេអូមួយផ្នែកហ្នឹងអញ្ចឹងទៅខ្ញុំដាក់វាឲ្យរៀងដំណើរលឿនតិចទៅណាបងប្អូនកុំឲ្យបងប្អូនមើលរយៈពេលយូរពេកណាបងប្អូនឃើញវាវិលអត់គឺវិលបន្តិចទេអត់ទឿនខ្លាំងទេបងប្អូនក៏អត់គឺវិលនឹងចង់ផុតតុកខ្ញុំហើយនៅពេលនេះគឺវិលបន្តិចគេអត់មានឲ្យយើងវិលខ្លាំងហើយវិលមុខទេបងប្អូនគឺថាយើងអាចមើលទេសភាពបានគ្រប់ជ្រុងទាំងអស់នៅក្នុងរេស្តូរ៉ង់មួយហ្នឹងបន្ទាប់ពីសម្រាប់ញ៉ាំទឹកតែក្តៅរួចហើយក៏ចេញមកក្រៅវិញគឺថាមេឃចាប់ផ្ដើមចុះអាប់នឹងធ្លាក់ព្រិលខ្លាំងហើយនឹងខ្យល់បក់ខ្លាំងណាស់បងប្អូនគឺថាត្រជាក់ឥឡូវនេះដល់ពេលចុះទៅក្រៅវិញហើយយើងនាំគ្នាជិះទៅរកកន្ត្រកយើងជិះចុះទៅវិញបងប្អូននៅមានអ្នកនៅលេងនៅនឹងខ្លះមួយចំនួនតែពិតជាត្រជាក់ខ្លាំងមែនតើព្រោះចាប់ផ្ដើមចុះរសៀលហើយម៉ោងប្រហែលជា4រសៀលហើយហ្នឹងបងប្អូនឃើញព្រិលធ្លាក់ខ្លាំងអត់នេះឥឡូវយើងចុះទៅស្ថានីយ៍ជិះកន្ត្រកយើងវិញកត្រកគេវិលរហូតឥឡូវចាំកត្រកតែមួយផ្លែទេកត្រកបានម្ដងហើយពួកយើងក៏នាំគ្នាចូលជិះកត្រកដើម្បីចុះត្រឡប់មកផ្ទះយើងវិញណាបងប្អូនមើលនេះណាទេសភាពមកចាំមកវិញក៏ឃើញស្អាតដែរសិតតែព្រិលទៅកកសក្បោះស្អាតដល់ហើយនឹងឃើញព្រិលធ្លាក់ទៀតបងប្អូនមើលទៅគួរឲ្យគយគន់ខ្លាំងណាស់ពេលបងប្អូនបានមកលេងស្រុកស្វីសកុំភ្លេចមកលេងកន្លែងនេះផងឈ្មោះថាលេសាំងគឺជាខេត្តមួយដែលស្អាតបងប្អូនខ្ញុំសូមជូនបងប្អូនសុខសប្បាយទាំងអស់គ្នារីករាយថ្ងៃបុណ្យណូអែលណាជម្រាបលានិងជួបគ្នានៅលើក្រោយទៀតសូមអរគុណច្រើន